ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast ទី1របស់ខ្ញុំសម្រាប់ប្រធានបទថ្ងៃនេះដែរគឺយើងនិយាយអំពីវិធីសាស្ត្រក្នុងការធ្វើជាជាងកញ្ចក់នៅសហរដ្ឋអាមេរិកតើយើងត្រូវរត់ការយ៉ាងដូចម្តេចខ្លះត្រូវមានលក្ខខណ្ឌនៃគេខ្លះទើបយើងអាចធ្វើជាជាងកញ្ចក់ស្របច្បាប់នៅអាមេរិកបានសម្រាប់ប្រធានបទនេះដែរគឺខ្ញុំមិនលើកឡើងអំពីវិធីសាស្ត្រអន្តោប្រវេសន៍មកធ្វើជាជាងកញ្ចក់នៅអាមេរិកទេព្រោះខាងអន្តោប្រវេសន៍នេះគឺខ្ញុំសូមទុកឲ្យអ្នកខាងអន្តោប្រវេសន៍តែគេមានជំនាញគេអាចបកស្រាយពីរឿងនេះចុះសម្រាប់ប្រធានបទនេះដែរគឺខ្ញុំសូមផ្ញើជូនទៅបងប្អូនដែលរស់នៅសហរដ្ឋអាមេរិកស្រាប់ហើយគាត់មានច្បាប់ក្នុងការធ្វើការស្របច្បាប់នៅអាមេរិកហើយគាត់ចង់បដូរមុខរបរឬក៏ចាប់យកមុខរបរថ្មីជាជាងកញ្ចក់អញ្ចឹងវិធីសាស្ត្រក្នុងការធ្វើជាជាងកញ្ចក់នេះសម្រាប់នីតិវិធីខ្ញុំសូមបែងចែកជា2ចំណុចសំខាន់ដែលជាចំណុចទី1នោះគឺរបៀបយកម៉ោងសិក្សាអញ្ចឹងនៅក្នុងសហរដ្ឋអាមេរិកនេះគ្រប់រដ្ឋទាំងអស់គឺតម្រូវឲ្យអ្នកដែលចង់ធ្វើជាជាងកញ្ចក់ត្រូវទៅរៀនជាមុនសិនអញ្ចឹងទៅរៀននេះតើយើងទៅរៀននៅណាគឺយើងទៅរៀននៅសាលាដែលទទួលស្គាល់ដោយរដ្ឋដែលបងប្អូនរស់នៅអញ្ចឹងគ្រប់រដ្ឋទាំងអស់មានច្បាប់ខុសគ្នាហើយចំនួនម៉ោងនៃការសិក្សានេះគឺអាស្រ័យទៅលើរដ្ឋនីមួយៗផងដែរឧទាហរណ៍រដ្ឋខ្លះអាច600ម៉ោងរដ្ឋខ្លះអាច400ម៉ោងរដ្ឋខ្លះអាច250ម៉ោងរដ្ឋខ្លះអាច200ម៉ោងរដ្ឋខ្លះអាចជា100ម៉ោងទៅតាមរដ្ឋនីមួយៗរបស់បងប្អូនហើយដើម្បីយើងដឹងថាតើរដ្ឋរបស់បងប្អូនកំពុងរស់នៅហ្នឹងគេត្រូវការប្រមាណម៉ោងបងប្អូនសូមចូលទៅកាន់ website របស់រដ្ឋរបស់បងប្អូនដែលបងប្អូនអាចវាយថា Board of Cosmetology ហើយដាក់ឈ្មោះរដ្ឋបងប្អូនទៅអញ្ចឹងណាឧទាហរណ៍ថាបងប្អូនរស់នៅរដ្ឋ California បងប្អូនអាចសរសេរថា California Board of Cosmetology ហើយបងប្អូននឹងអាចឃើញស្វែងរកនៅព័ត៌មានផ្សេងៗដែលតាក់ទងជាមួយនឹងចំនួនម៉ោងនៃ license ជាងកញ្ចក់ដែលបងប្អូនត្រូវរៀនអញ្ចឹងបកមកវិញអញ្ចឹងម៉ោងទាំងអស់នេះម៉ោងសិក្សានេះគឺត្រូវទៅរៀននៅសាលាដែលទទួលស្គាល់ដោយរដ្ឋហើយបងប្អូនត្រូវទៅអង្គុយរៀនដោយផ្ទាល់នៅសាលាมันមានរដ្ឋណាមួយដែលអនុញ្ញាតឲ្យបងប្អូនរៀនអនឡាញ 100% នោះទេសប្តាហ៍ថ្ងៃនៅអាមេរិកនេះមិនទាន់មានឡើយគ្រប់រដ្ឋទាំងអស់មិនទាន់មានរដ្ឋណាដែលអនុញ្ញាតឲ្យបងប្អូនរៀនអនឡាញ 100% នោះទេលើកលែងតែរដ្ឋមួយគឺរដ្ឋ Massachusetts ដែលគឺគេមានករណីលើកលែងហើយនៅក្នុងករណីលើកលែងនេះគឺគេលើកលែងតែអ្នកដែលមានជំងឺ COVID ឬក៏មានបញ្ហាណាមួយដែលជាបញ្ហាបន្ទាន់ដែលគេប្រើពាក្យថា emergency ដែលអនុញ្ញាតឲ្យសិស្សអាចរៀនអនឡាញលើសពី 50% ជាទូទៅគ្រប់រដ្ឋទាំងអស់គឺគេមិនអនុញ្ញាតឲ្យរៀនអនឡាញលើសពី 50% ទេហើយរដ្ឋខ្លះមិនអនុញ្ញាតឲ្យមានអនឡាញទៀតអញ្ចឹងសូមបងប្អូនដូចខ្ញុំនិយាយចឹងទៅមើលព័ត៌មាននៅក្នុង website របស់ board រៀងៗខ្លួនដែលតាមខ្ញុំដឹងកន្លងមកគឺមិនទាន់មានរដ្ឋណាដែលអាចអនុញ្ញាតឲ្យរៀនលើសពី 50% នៃថ្នាក់រៀនអនឡាញនោះទេដូច្នេះសរុបមកវិញទោះយ៉ាងណាក៏ដោយបងប្អូនត្រូវតែទៅរៀនអង្គុយរៀននៅសាលាព្រោះថាការរៀនសិក្សាជាជាងកញ្ចក់នេះគឺគេបែងចែកជា2ដំណាក់កាលគឺវគ្គទ្រឹស្ដីហើយនិងវគ្គអនុវត្តផ្ទាល់បងប្អូនគិតមើលបើសិនជាយើងរៀនអនឡាញចុះអាម៉ោងអនុវត្តផ្ទាល់ហ្នឹងយើងធ្វើមិនរៀនកើតទៅអញ្ចឹងគេរដ្ឋគេដឹងគេ design មកគឺគេឲ្យយើងរៀនចប់ចេះមែនតើអញ្ចឹងបើសិនជាយើងរៀនអនឡាញទាំងអស់យើងមិនអាចអនុវត្តផ្ទាល់កើតទេអញ្ចឹងវាបងប្អូនគិតមើលវាអត់សមហេតុផលទេដែលយើងអាចរៀនវគ្គជាជាងសិក្សាជាជាងកញ្ចក់នេះអនឡាញ 100% អញ្ចឹងវាទៅអត់រួចទេអញ្ចឹងបើសិនជាមានអ្នកណាដែលនិយាយថាបងប្អូនអាចទៅរៀនយកសញ្ញាបត្រកញ្ចក់ពីសាលាណាដែលអនុញ្ញាតឲ្យបងប្អូនរៀនអនឡាញ 100% គឺមិនប៉ັດទេអញ្ចឹងណាលើកលែងតែករណីមួយចំនួនដូចខ្ញុំនិយាយអញ្ចឹងរដ្ឋ Massachusetts គេលើកលែងក្នុងករណីដូចជាមានបញ្ហាសុខភាពឬមួយក៏មាន emergency ណាមួយដែល board គេអាចអនុញ្ញាតឲ្យអញ្ចឹងណាតែការអនុញ្ញាតនេះក៏ត្រូវសុំគឺ
គឺក៏ត្រូវស្នើសុំទៅរដ្ឋដែរមុននឹងគេអនុញ្ញាតឲ្យក្នុងមានករណីលើកលែងបែបហ្នឹងហើយខ្ញុំជឿថាបើសិនជាគេអនុញ្ញាតក៏ប្រហែលជាគេទាមទារឯកសារមួយចំនួនថាយើងពិតជាឈឺមែនឬក៏មានបញ្ហានឹងមែនអញ្ចឹងណាហ្នឹងហើយតែទោះយ៉ាងណាក៏ដោយក៏វាជានីតិវិធីមួយដែលខ្ញុំគិតថាប្រហែលជាសាមញ្ញដែរបើសិនជាក្នុងករណីយើងចង់រៀនអនឡាញ 100% ចំពោះការរៀននេះយើងបកមកវិញបងប្អូនត្រូវទៅអង្គុយរៀននៅសាលាហើយយើងអាចរៀនយឺតរៀនឆាប់ចប់រៀនឆាប់រៀនក្រចប់ឬក៏ឆាប់ចប់ទៅតាមចំនួនម៉ោងដែលបងប្អូនអង្គុយរៀនប្រចាំថ្ងៃអញ្ចឹងបើសិនបងប្អូនទៅអង្គុយរៀនមួយថ្ងៃ7-8ម៉ោងអង្គុយរៀននៅសាលារាល់ថ្ងៃអញ្ចឹងបងប្អូនអាចនឹងឆាប់ចប់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំធ្លាប់រៀន450ម៉ោងអញ្ចឹងខ្ញុំទៅអង្គុយរៀននៅសាលាមួយថ្ងៃ3ម៉ោង4ម៉ោងអីចឹងណាទៅតាមហ្នឹងហើយខ្ញុំរៀនប្រហែលជា3ខែគឺខ្ញុំអាចរៀនចប់អញ្ចឹងបើសិនជាបងប្អូននៅរដ្ឋដែលមានម៉ោងតិចជាងហ្នឹងប្រហែលជាអាច2ខែកន្លះទៅតាមហ្នឹងបន្ទាប់ពីបងប្អូនរៀននៅសាលាចប់អស់ហើយសាលាមួយចំនួនគឺខ្ញុំតាក់ទងជាមួយសាលានេះដែរខ្ញុំចង់ជំរាបថាសាលាមួយចំនួនគេនឹងអាចឲ្យបងប្អូនធ្វើតេស្តជាភាសាអង់គ្លេសមុននឹងបងប្អូនអាចចូលរៀនបានតែឡែកសាលាមួយចំនួនក៏មិនមានការធ្វើតេស្តដែរអញ្ចឹងបងប្អូនត្រូវទៅដល់សាលាដើម្បីសួរគេឬក៏ទៅសួរគេសិនមុននឹងបងប្អូនទៅចុះឈ្មោះចូលរៀនហើយក្រោយពីបងប្អូនរៀនចប់គឺសាលានឹងផ្ញើបញ្ជូនឈ្មោះបងប្អូនទៅរដ្ឋបន្ទាប់មកបងប្អូនអាចមានសិទ្ធិដាក់ពាក្យប្រឡងអញ្ចឹងយើងចូលដល់នីតិវិធីទី2មុននឹងខ្ញុំចូលដល់នីតិវិធីទី2ខ្ញុំបានសូមសំណូមពរឲ្យបងប្អូនបើសិនជាចូលចិត្ត podcast របស់ខ្ញុំបងប្អូនសូមជួយ subscribe channel របស់ខ្ញុំមួយអត់អីទេហើយការ subscribe របស់បងប្អូនគឺជាការលើកទឹកចិត្តឲ្យខ្ញុំបន្តទៅមុខទៀតដើម្បីចេញ podcast ក្រោយៗទៀតក្រោយពីយើងបានម៉ោងនៅក្នុងដៃហើយគឺយើងត្រូវត្រៀមខ្លួនប្រឡងយក license អញ្ចឹងក្នុងការត្រៀមខ្លួនប្រឡងយក license នេះគឺរដ្ឋនៅសហរដ្ឋអាមេរិកនេះលើកលែងតែរដ្ឋ Kentucky មួយទេដែលប្រឡងជាភាសាខ្មែរក្រៅពីរដ្ឋ Kentucky គឺប្រឡងជាភាសាអង់គ្លេសទាំងអស់ដែលមានរដ្ឋខ្លះគេអាចអនុញ្ញាតឲ្យបងប្អូនមានអ្នកបកប្រែជាភាសាខ្មែរបានដូចជារដ្ឋ California ជាដើមហើយនឹងរដ្ឋផ្សេងៗទៀតបងប្អូនអាចសួរទៅខាង Board of Cosmetology នៃរដ្ឋរបស់បងប្អូនគេអាចនឹងឆ្លើយបានច្បាស់ជាងខ្ញុំអញ្ចឹងនៅរដ្ឋ Kentucky គេមានប្រឡងជាវិញ្ញាសាជាភាសាខ្មែរសរសេរជាភាសាខ្មែរតែម្ដងតែរដ្ឋផ្សេងៗគឺប្រឡងជាភាសាអង់គ្លេសដូច្នេះការប្រឡងនេះគឺចំនួនសំណួរឬក៏វិញ្ញាសាក្នុងការប្រឡងនៅរដ្ឋទាំងអស់គឺគេស្រង់ចេញពីសភៅតែមួយទេគឺសភៅ Melody Nail Standard Technology អញ្ចឹងណាហើយនឹងសភៅ Pivot Point អញ្ចឹងគឺគ្រប់រដ្ឋទាំងអស់គឺរៀនពីសភៅតែមួយទេដោយឡែកវិញ្ញាសាចេញគឺអាចនឹងចេញខុសគ្នាតិចឧទាហរណ៍ថាក្នុងសភៅហ្នឹងមាន10មេរៀនអញ្ចឹងសម្រាប់រដ្ឋខ្លះគេអាចចេញមេរៀនទី1ទី3ទី5ទី6អញ្ចឹងទៅរដ្ឋខ្លះគេអាចចេញមេរៀនទី2ទី5ទី7ទី10អញ្ចឹងទៅគេអាចចេញរៀនចោះតិចចោះតាមមេរៀនអញ្ចឹងណាប៉ុន្តែសួរថាតើមេរៀនដូចគ្នាអត់មេរៀនគឺដូចគ្នាហើយចំពោះក្នុងការប្រឡងគឺរដ្ឋខ្លះអាចនឹងចេញតិចសំណួររដ្ឋខ្លះអាចនឹងចេញច្រើនសំណួរទៅតាម system ក្នុងការប្រឡងមួយទៅតាមរដ្ឋ system ដែលគេប្រើភាគច្រើននៅតាមរដ្ឋទាំងអស់នៅក្នុងសហរដ្ឋអាមេរិកអាចជា system NIC ឬក៏ PSI ឬក៏ system តេស្តប្រឡងនេះហ្នឹងណាអញ្ចឹងរដ្ឋភាគច្រើនកំពុងតែប្រើប្រាស់ system PSI ហើយនៅក្នុងការប្រឡងនេះគឺមានឧបសគ្គខ្លាំងមែនទែនដោយសារតែបងប្អូនមួយចំនួនគឺគាត់មិនមានចំណេះដឹងផ្នែកភាសាអង់គ្លេសច្រើនប្រហែលទេអញ្ចឹងគឺខ្ញុំបាទជាគ្រូដែលមាន license នៅរដ្ឋ Ohio ខ្ញុំបាទអាចជួយបងប្អូនបានដែលបងប្អូនអាចចូលរៀនជាមួយខ្ញុំតែខ្ញុំមានបើកថ្នាក់រៀនគួរ online ដើម្បីជួយបំពន់បងប្អូនទៅលើវិធីសាស្ត្រក្នុងការប្រឡងជាភាសាអង់គ្លេសហើយខ្ញុំនឹងបរៀនវិញ្ញាសាដែលត្រូវចេញប្រឡងផងដែរជូនទៅបងប្អូនហើយអញ្ចឹងសូមបងប្អូនជួយតាក់ទងតាម Telegram របស់ខ្ញុំតម្លាក់នៅក្នុង comment ខាងក្រោមនេះអញ្ចឹងបងប្អូនតាក់ទងខ្ញុំមក
គឺខ្ញុំនឹងផ្ដល់ជូនព័ត៌មានបន្ថែមតាក់ទងជាមួយនឹងថ្នាក់អនឡាញរបស់ខ្ញុំនេះអញ្ចឹងបកមកវិញគឺអ្នកខ្លះទៅធ្លាប់ប្រឡងធ្លាក់4-5 ដង 4-10 ដង 20 ដងក៏មានដែរខ្ញុំធ្លាប់ប្រហាត់សិស្សមួយចំនួនសិស្សម្នាក់ដែលគាត់ធ្លាប់ប្រឡងធ្លាក់រហូតដល់ទៅ20 ដងហើយគាត់មករៀនជាមួយខ្ញុំទៅក៏គាត់ប្រឡងជាប់ទៅហើយការសិក្សាដើម្បីត្រៀមប្រឡងជាភាសាអង់គ្លេសនេះសូមបងប្អូនកុំអស់សង្ឃឹមព្រោះថាបើសិនយើងសិក្សាមានរបៀបសិក្សាត្រឹមត្រូវទោះបីជាបងប្អូនអត់សូវចេះភាសាអង់គ្លេសក៏ដោយក៏នៅតែមានសង្ឃឹមជាប់ដែរគឺសម្រាប់ខ្ញុំវិញគឺខ្ញុំមានវិធីសាស្ត្រប្រៀនបងប្អូនអញ្ចឹងសម្រាប់អ្នកដែលប្រឡងជាភាសាខ្មែរជាពិសេសអ្នកដែលនៅរដ្ឋ Kentucky ទោះបីជាប្រឡងជាភាសាខ្មែរក៏ដោយការប្រឡងជាភាសាខ្មែរក៏នៅតែទាមទារឲ្យបងប្អូនត្រូវចេះទ្រឹស្ដីផងដែរព្រោះថាការប្រឡងជាភាសាខ្មែរវាមិនខុសអីពីការដូចទៅនឹងការប្រឡងបាក់ឌុបទេបើសិនជាបងប្អូនអត់ចេះមេរៀនអត់ចេះទ្រឹស្ដីទោះបីជាទៅប្រឡងបាក់ឌុបជាភាសាខ្មែរក៏នៅតែមានអ្នកធ្លាក់អញ្ចឹងណាអញ្ចឹងក៏មើងងាយការប្រឡងជាភាសាខ្មែរអីបន្ទាប់ពីបងប្អូនប្រឡងទ្រឹស្ដីរួចនៅក្នុងរដ្ឋមួយចំនួនគេទាមទារឲ្យបងប្អូនប្រឡងធ្វើដៃអញ្ចឹងប្រឡងដៃនេះគេឲ្យបងប្អូនធ្វើដៃមែនតែនទៅធ្វើដៃដូចថាមិនធ្វើដៃលើដៃមនុស្សទេគឺបងប្អូនធ្វើដៃលើដៃម៉ាលកាំងអាចនឹងត្រូវចាក់អាកាលិចជាដើមចាក់ម្សៅជាដើមដូចយើងប្រឡងអនុវត្តផ្ទាល់ណាហ្នឹងតែរដ្ឋមួយចំនួនក៏អត់មានទាមទារឲ្យប្រឡងដៃដែរអញ្ចឹងបងប្អូនត្រូវមើលថាតើរដ្ឋបងប្អូនទាមទារឲ្យប្រឡងដៃឬក៏អត់អញ្ចឹងបន្ទាប់ពីបងប្អូនប្រឡងហើយចំពោះការប្រឡងនេះដែរគឺខ្ញុំចង់ជម្រាបបងប្អូនថាបងប្អូនត្រូវបង់លុយថ្លៃប្រឡងអាចទាំងថ្លៃថោកទៅតាមរដ្ឋនីមួយភាគច្រើនការប្រឡងនេះតម្លៃប្រហែលជា$100ហើយពី80 70ទៅ$100អីហ្នឹងហើយខ្ញុំចង់បញ្ជាក់ដែរតាក់ទងជាមួយនឹងថ្លៃសាលាក្នុងការរៀនកញ្ចក់គឺអាចខ្ទង់$3000 $4000 $5000 $6000ជាដើមឬក៏$2000ទៅតាមយើងរៀនតិចម៉ោងឬក៏ច្រើនម៉ោងអញ្ចឹងអាចក្នុងរង្វង់ប៉ុណ្ណឹងអាចជា$2000យ៉ាងហោចណាស់ក៏$2000ឡើងដែររហូតអាចឡើងទៅដល់$6000ជាដើមហើយការរៀននេះគឺដូចខ្ញុំបញ្ជាក់អញ្ចឹងគឺត្រូវរៀននៅសាលាទៅអង្គុយនៅសាលាផ្ទាល់ទើបយើងអាចបានម៉ោងណាយើងមិនអាចរៀនអនឡាញ 100% ទេបើសិនជាមានសាលាមួយចំនួនដែលអាចរៀនអនឡាញ 100% រៀនអនឡាញក៏មិនអាច 100% ដែរយ៉ាងច្រើនបាន 50% អីអស់ហើយបកមកវិញគឺក្រោយពេលដែលបងប្អូនបានប្រឡងចប់ហើយគឺខាង board គេនឹងរៀបចំបញ្ជូនព័ត៌មានបងប្អូនឈ្មោះបងប្អូនថាបងប្អូនបានប្រឡងជាប់ហើយបងប្អូនត្រូវបង់លុយថ្លៃ license អញ្ចឹងបងប្អូនត្រូវបង់លុយដើម្បីស្នើសុំ license ទៅពេលបងប្អូនបង់លុយហើយទៅតាមរដ្ឋនីមួយគេនឹងប្រាប់ថាមួយថ្ងៃទៅយើងអាចទទួលបាន license ហ្នឹងអញ្ចឹងណាអញ្ចឹងក្រោយពីបងប្អូនទទួលបាន license ហើយគឺបងប្អូនអាចចាប់ផ្ដើមធ្វើជាជាងកញ្ចក់ដែលស្របច្បាប់នៅសហរដ្ឋអាមេរិកហើយអញ្ចឹងខ្ញុំសូមជំរាបបងប្អូនផងដែរសម្រាប់អ្នកដែលកំពុងតែធ្វើជាជាងកញ្ចក់ឬក៏លួចធ្វើជាជាងកញ្ចក់ដោយគ្មាន license ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទៅរៀនទាំងអស់គ្នាហើយខ្ញុំសូមអំពាវនាវដល់បងប្អូនដែលព្យាយាមយក license តាមផ្លូវកាត់សូមកុំប្រព្រឹត្តអំពើបែបហ្នឹងហើយព្រោះអំពើបែបហ្នឹងគឺជាអំពើខុសច្បាប់ហើយថ្ងៃណាមួយគេអាចនឹងចាប់បងប្អូនបានណាប្រហែលជាលើកហ្នឹងមិនដល់វេនបងប្អូនអាចនឹងលើកក្រោយផ្ដាល់វេនក្រុមគ្រួសារយើងឬក៏ដល់វេនអ្នកណាម្នាក់ដែលយើងស្គាល់ឬក៏ថ្ងៃណាមួយអាចនឹងដល់វេនខ្លួនយើងផងដែរអញ្ចឹងការប្រព្រឹត្តបែបនេះជាអំពើខុសច្បាប់អញ្ចឹងសូមខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើបែបនេះទេសូមលើកទឹកចិត្តបងប្អូនឲ្យទៅរៀនហើយប្រឡងតាមច្បាប់តែគេចែងណាហ្នឹងហើយអញ្ចឹងក្នុងអេពីសូតនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានសំណួរចម្ងល់អីផ្សេងទៀតតាក់ទងជាមួយនឹងនីតិវិធីក្នុងការធ្វើជាជាងកញ្ចក់ដែលស្របច្បាប់នៅសហរដ្ឋអាមេរិកបងប្អូនអាចខមមិនខាងក្រោមបានខ្ញុំនឹងព្យាយាមឆ្លើយសំណួរបងប្អូននៅអេពីសូតក្រោយអញ្ចឹងសូមអរគុណ